មួយគឺយើងរៀនអំពីការស្វែងយល់អំពីខ្លួនឯងហេតុអីចាំបាច់ត្រូវស្គាល់ខ្លួនឯងជាមុនសិនជីវិតយើងនេះជីវិតដែលយើងរស់នៅរាល់ថ្ងៃនេះតែយើងអត់ស្គាល់ខ្លួនឯងជានរណាអត់ដឹងថាខ្លួនឯងនឹងជាអ្វីហើយអ្វីដែលខ្លួនយើងស្រឡាញ់ពេញចិត្តបំណងប្រាថ្នាទៅថ្ងៃអនាគតទេជីវិតសួរថាជីវិតមានគោលដៅទេអត់តែបានអត់ដោយសារអត់ស្គាល់ខ្លួនឯងអត់ដឹងថាអ្វីដែលខ្លួនឯងត្រូវធ្វើហើយធ្វើវាបានដោយរបៀបណាអត់ដឹងសោះអត់មានគោលដៅអត់មានឆន្ទៈអាហ្នឹងបានគេបរៀនឲ្យយើងចាំបាច់បំផុតត្រូវតែស្គាល់ខ្លួនឯងហើយចំពោះទី2យើងបន្ទាប់ពីយើងស្គាល់ខ្លួនឯងហើយយើងត្រូវរៀនអំពីគោលដៅហេតុអីបានចាំបាច់រៀនអំពីគោលដៅអញ្ចឹងទៅមើលមេរៀនរបស់យើងសំណួរដែលគេចោទសួរណាតើអ្នកចង់បានអ្វីខ្លាំងបំផុតក្នុងជីវិតរបស់យើងជាលុយជាអំណាចជាគេឈ្មោះកិត្តិយសឬក៏ជាសុភមង្គលឬក៏ភាពរីករាយឥឡូវឆ្លើយសំខាន់តើអ្នកចង់បានអ្វីដែលខ្លាំងបំផុតនៅក្នុងជីវិតរបស់យើងសួរខ្លួនឯងតើខ្លួនឯងរងថ្ងៃដឹងថាចង់បានអីដែលពិតប្រាកដដែលជាក់លាក់ដែលច្បាស់លាស់ហើយចង់បានខ្លាំងបំផុតទេដឹងអត់ស្អីគេបានចង់បាន happiness life ហេតុអីបានចង់បានសុភមង្គលluôn nói lời miền đây không miền ý tự nhiên sau khi nhưng mà miền ý thì do lời mà nó bé nó miền cái sống rất ha rồi bao là thông cứ happy ចុះបើមានក្តីសុខហើយតែអត់លុយក្តីសុខមានអត់ tao tự nhiên nói là miền cái sống bỏ miền lưới rồi mày ឥឡូវសំណួរមើលស្ដាប់សំណួរគេឲ្យច្បាស់តើអ្នកចង់បានអ្វីខ្លាំងបំផុតឥឡូវឆ្លើយមួយម៉ាត់ឲ្យខ្លីហើយខ្លឹមតើអ្វីដែលយើងចង់បានផុតក្នុងជីវិតរបស់យើងជាអីគេហើយឆ្លើយទៅមួយម៉ាត់តែមិនរៀបរាប់អីវែងឆ្ងាយចង់បានអីគេចង់បានអីគេឥឡូវថាអញ្ចឹងសិន happiness life ចង់បានភាពរីករាយឥឡូវ note ចំណាំទុកខ្លួនឯងអញ្ចឹងចំណុចបន្ទាប់យើងនឹងស្វែងយល់អំពីរបៀបនៃការគិតអំពីអ្វីដែលខ្លួនឯងចង់នឹងមូលហេតុអីបានចង់អញ្ចឹងហើយនៅពេលដែលយើងចង់ហើយតើធ្វើម៉េចបានរបស់នឹងធ្វើម៉េចបានចឹងបានគេឲ្យយើងរៀនចំពោះនេះពីគោលដៅឲ្យយើងរៀនកំណត់គោលដៅខ្លួនឯងអញ្ចឹងនេះចំណុចទី1គំនិតហេតុអីត្រូវស្វែងយល់ពីគំនិតមានន័យថាម៉េចគឺការគិតត្រូវហើយជាការគិតចឹងបានគេរៀនឲ្យយើងគិតរៀនឲ្យគិតចេះគិតហេតុអីចាំបាច់ចេះគិតដើម្បីតម្រង់ទិសដើម្បីតម្រង់ផ្លូវខ្លួនឯងត្រូវដើរទៅថ្ងៃអនាគតនេះថាតើយើងនឹងមានគោលដៅសម្រាប់ជីវិតខ្លួនឯងហើយនៅហើយផ្លូវដែលយើងត្រូវដើរនេះគឺដើរដោយរបៀបណាអ្វីជាក្តីប្រាថ្នារបស់យើងដែលយើងចង់សម្រេចវានាពេលអនាគតជាក្តីសម័យជាអ្វីដែលយើងចង់បានខ្លាំងបំផុតក្នុងជីវិតរបស់យើងអញ្ចឹងបានគេបញ្ចូលឲ្យរៀនពីគំនិតតើគំនិតហ្នឹងជាស្អីគេគំនិតពិតគេឲ្យខ្ញុំមិនន័យថាជាគំនិតជារបស់អីក៏បានដែរដែលជាការគិតរបស់យើងតនេះតនន័យត្រង់ហ្នឹងជារបស់ហ្នឹងឧទាហរណ៍អីគេឧទាហរណ៍ណាការគិតចង់បង្កើតអាជីវកម្មគំនិតថាចង់មានឡានជិះចង់មានទូរស័ព្ទប្រើអាហ្នឹងសុទ្ធតែជាគំនិតរបស់យើងអញ្ចឹងគំនិតជារបស់អីក៏បានដែរដែលជាការគិតរបស់យើងហើយវាជារបស់ដែលមានអានុភាពខ្លាំងអស្ចារ្យហេតុអីបានគេនិយាយថាគំនិតជារបស់ដែលមានអំណាចមានឥទ្ធិពលខ្លាំងអស្ចារ្យដោយសារអីដោយសារគំនិតហ្នឹងឯងគឺជារបស់តែម្យ៉ាងដែលមានឥទ្ធិពលលើជីវិតរបស់មនុស្សម្នាក់ហ្នឹងធម្មតាមនុស្សម្នាក់ដែលគិតរបៀបនៃការគិតរបស់ពួកគេបែបណាស្ដែងឲ្យចេញនៅសកម្មភាពបែបហ្នឹងយល់ទេឧទាហរណ៍ថាខ្ញុំគិតថាព្រឹកនេះខ្ញុំទៅក្រោកម៉ោង 4 ឲ្យបានដើម្បីហាត់ប្រាណដើម្បីរំលឹកមេរៀនអានោះគឺជាគំនិតរបស់យើងហើយអញ្ចឹងអ្វីដែលយើងគិតទុកហើយស្ដែងឲ្យចេញឲ្យគេសកម្មភាពតែទៅតែធ្វើឲ្យបានបើវានៅជាមួយគោលបំណងជាក់លាក់យើងមានតែគំនិតវាអត់តាន់ពេញលេញទេអញ្ចឹងវាទាមទារបំណងជាក់លាក់មួយជាក់លាក់ហើយច្បាស់ទៀតហេតុអីបានទាមទារឲ្យមានបំណងជាក់លាក់ពីព្រោះយើងមានគំនិតយើងដឹងថាយើងត្រូវធ្វើអាសកម្មភាពនឹងហើយវានៅជាមួយគោលបំណងជាក់លាក់យើងគាត់តែគិតចោលយើងអត់ធ្វើសួរថាវាជារបស់ដែលយើងគិតនឹងវាលេចឡើងជាសកម្មភាពលេចឡើងជាសមិទ្ធផលអត់ទេគិតហើយស្អីឡើងភ្លេចបាត់ហើយវាថែមទាំងនឹងក្តីប្រាថ្នាដែលពុះ control ហើយវានៅជាមួយនឹងអារម្មណ៍ចំណងរបស់យើងទៀតយើងមានចំណងឧទាហរណ៍ចំណង
គំនិតដែលអាចបំលែងការគិតរបស់យើងហ្នឹងទៅជាសមិទ្ធផលបានលុះត្រាតែវាមានភាពជាក់លាក់បំឡងច្បាស់លាស់ហើយមានចំណងនៅក្នុងនឹងទៀតថាពិតជាចង់ធ្វើវាមែនមិនមែនថាយើងគិតថាអូចង់ប្រឡងបាននិទ្ទេស A ហើយអុចធុក3សាយអូតែឲ្យសូមឲ្យកូនចៅប្រឡងបាននិទ្ទេស A ស្អែកឡើងប្រឡងធ្លាក់បាត់អត់បានប្រឹងប្រែងរៀនសូត្រផងអត់មានបំណងជាក់លាក់ច្បាស់លាស់ផងហើយអត់មានចំណងតាំងចិត្តថាត្រូវទៅធ្វើវាផងសួរថារបស់នឹងបានជោគជ័យអត់អញ្ចឹងក្នុងមេរៀនហ្នឹងឲ្យយើងយល់អំពីគំនិតអញ្ចឹងវាជាចំណុចសំខាន់មួយដើម្បីបំលែងទៅជាគោលបំណងផ្សេងគឺវាផ្ដើមចេញពីគំនិតទាំងអស់អញ្ចឹងបានក្នុងមេរៀនហ្នឹងផ្ដោតអំពីគំនិតឲ្យយើងរៀនស្វែងយល់អំពីការគិតបើយើងគិតត្រូវយើងធ្វើត្រូវយើងគិតវិជ្ជមានសម្ដែងចេញនូវសកម្មភាពវិជ្ជមានគិតខុសធ្វើខុសគិតខុសនាំខ្លួនទៅអន្តរាយអាហ្នឹងហើយគឺជាអត្តពលនៃគំនិតនៃការគិតរបស់មនុស្សម្នាក់តែមនុស្សម្នាក់គិតបែបណាហើយស្ដែងចេញអិរិយាបថទៅតាមអ្វីដែលគេគិតហ្នឹងឯងហើយនេះគំនិតបូកជាមួយនឹងការដែលមានជំនឿហើយអនុវត្តនាំឲ្យមានភាពជោគជ័យអញ្ចឹងភាពជោគជ័យត្រូវតែមានអា3ហ្នឹងនៅជាមួយគ្នាយល់ហើយអ្នកអានតទៀតនេះគំនិតអាចបំលែងការគិតឲ្យទៅជាសកម្មភាពហើយចាប់ផ្ដើមធ្វើវារបស់នោះនឹងលេចរូបរាងឡើងនឹងចំពោះមុខយើងឧទាហរណ៍ខ្ញុំមានគំនិតមួយថានៅក្នុងខែនេះខ្ញុំត្រូវតែប្រឡងធ្វើម៉េចឲ្យបាននិទ្ទេស A ហ្នឹងគឺជាគំនិតដែរជាការគិតរបស់យើងជាការក្រងទុករបស់យើងអាហ្នឹងគឺជាគំនិតដែលយើងបងប្រាថ្នាហើយយើងបំលែងទៅជាសកម្មភាពដោយរបៀបណានៅពេលដែលយើងគិតបានន័យថាយើងចាប់ផ្ដើមសម័យហើយយើងចាប់ផ្ដើមបំលែងវាទៅជាសកម្មភាពយើងគិតថាចង់ប្រឡងបាននិទ្ទេស A អញ្ចឹងសកម្មភាពគឺអីគេប្រឹងប្រែងរៀនសូត្រខំរៀនធ្វើលំហាត់អានសៀវភៅសកម្មភាពណាដែលធ្វើឲ្យអាគំនិតរបស់យើងហ្នឹងទទួលបានលទ្ធផលដោយការដែលយើងគិតអញ្ចឹងនៅពេលដែលយើងសម្ដែងចេញសកម្មភាពហើយរបស់ទាំងនោះនឹងលេចរូបរាងឡើងនឹងមុខយើងបើយើងអនុវត្តតាមវិធីហ្នឹងលទ្ធផលនឹងដូចអ្វីដែលយើងគិតអញ្ចឹងសរុបមកគំនិតគឺជាមូលដ្ឋានគ្រឹះសំខាន់ដែលដឹកនាំជីវិតរបស់យើងទៅកាន់អ្វីដែលយើងប្រាថ្នាអ្វីដែលយើងចង់បានអញ្ចឹងហើយបានក្បាលដំបូងគេសួរថាតើអ្នកចង់បានអ្វីខ្លាំងបំផុតសំណួរហ្នឹងគឺឲ្យយើងគិតហ្មងចង់បានជីវិតបែបណាតើយើងចង់បានលុយឬក៏ចង់បានអំណាចចង់បានភាពរីករាយកេរ្តិ៍ឈ្មោះអញ្ចឹងយើងមានគោលដៅមួយច្បាស់លាស់ថាចង់បាននឹងហើយចាប់ផ្ដើមគិតទៀតហើយចាប់ផ្ដើមអនុវត្តបំលែងជាសកម្មភាពធ្វើវាអនុវត្តព្យាយាមអញ្ចឹងគំនិតហ្នឹងនឹងបំលែងទៅជាសមិទ្ធផលដែលយើងក្រុងទុកអញ្ចឹងចំណុចទី2គឺយើងបញ្យល់អំពីគំនិតបូកជាមួយនឹងជំនឿហើយវាមានចំណងនៅក្នុងហ្នឹងទៀតហេតុអីត្រូវមានអា3ហ្នឹងចូលរួមមួយគ្នាទើបបានមានលទ្ធផលអ្វីត្រូវចាប់ផ្ដើមពីចំណងអ្វីដែលអ្នកចង់បានខ្លាំងបំផុតបន្ទាប់មកគំនិតនោះធ្វើឲ្យអ្នកមានសកម្មភាពនិងត្រូវមានជំនឿគិតថាអាចធ្វើបាននោះរបស់ដែលអ្នកចង់បាននឹងលេចរូបរាងឡើងតោះនេះនៅពេលដែលយើងមានគំនិតរបស់នោះនឹងលេចរូបរាងរបស់យើង 50% បាទជោគជ័យ 50% បាទយល់ឧទាហរណ៍ខ្ញុំចង់បានលុយ$1 លានចុះអានោះគឺជាការគិតហើយបុកជាមួយនឹងចំណងទៀតចំណងគឺចង់បានខ្លាំងបំផុតដាក់គោលដៅធ្វើម៉េចត្រូវតែបានលុយដោយវិធីណាអត់ទាន់ដឹងទេនេះគឺជាការកំណត់គោលដៅដែលផ្ដើមចេញពីគំនិតរបស់យើងហ្នឹងហេតុអីបានចាំបាច់ត្រូវមានជំនឿនៅក្នុងហ្នឹងជំនឿធ្វើឲ្យមនុស្សមានកម្លាំងពីខាងក្នុងមកមានថាមពលថាយើងពិតជាអាចធ្វើបានយល់ទេបើយើងមានគំនិតហើយមានចំណងហើយអត់មានជំនឿផងខ្ញុំចង់បានដែរតែមិនអត់មានជំនឿលើខ្លួនឯងថាធ្វើវាបានសោះអញ្ចឹងធ្វើឲ្យយើងមានកម្លាំងខ្សោយធ្វើឲ្យខ្លួនយើងមានកម្លាំងខ្សោយហើយអត់ប្រឹងទេអាហ្នឹងវារុញយើងហ្នឹងទៅរកភាពបរាជ័យបាទហើយអញ្ចឹងធ្វើម៉េចឲ្យខ្លួនឯងហ្នឹងមានចំណងពុះបញ្ជ្រោលហ្មងដើម្បីសម្រេចគោលដៅដែលយើងគិតហ្នឹងហើយចំណុចទី3គឺក្តោបរួមហ្មងក្តោបរួមចំណុចទី1ទី2ហ្នឹងចូលគ្នាឡើងវិញភាពជោគជ័យកាត់ឡើងបានលុះត្រាតែអីគេវាមាន4ចំណុច1 2 3 4ចំណុចទី1អីគេចិត្តតាគឺផ្ដើមចេញពីចិត្តរបស់យើងចិត្តគំនិតហ្នឹងហើយមានចិត្តចង់ធ្វើវាមានចិត្ត
trong ban của bọn đi miên chất vô là bị tham miên chất miên cùng nghịch để thử ai nước răng luôn bao nhiêu miên bầm nón ấy mùi miên cổ đáy miên chất nó đối cho miên cổ đáy miên cá cất mùi để cho bạn lo hay giờ là miên chất trong là miên chất hơi pi kì chăn tệ tha tái giống miên chăn tệ phơ vì ẩn như miên chăn tệ rương như ngon cơ thắng chọn đài hay ở miên chăn tệ phóng hắn có viêm ải chục chơi miên chăn tệ có thôi ai một nước miên cầm lăng này cầm lăng chất chăn tệ tí bầy cái vi là gì miền này thằng ấy cam chia riêng miền chất ấy miền chăn thế ấy chia riêng tiệt hết ấy ban cái ao riêng chia riêng bị ớt miền lọ bọt na đài trong chạy ban đòi ớt miền cam chia riêng này chia riêng phơ chia riêng ăn ngon chia riêng hai chia riêng tiệt hết ấy ban miền cam chia riêng cứ làm bay lụm bắt phép chơi cho ốc này các chơi từ chia cái từ chụp play từ cắn ăn sò lò thì từ ao dương nó mình một men từ ao dương nó ngất từ ao dương nó ở miền phía play xoang thì chân cà phê diếm chùm nè tiếp chơi cho đòi cà phê diếm ở vị men xa cho lại bị buồn này cái đầu mà bay hàng lời này cái ca đại dương phơi hơi từ miền chất miền chăn tệ miền vì địa thấy từ phần nốt trục bên cái ca ở đằng này tam đan phải vô thằng ca như đại dương đặt lên đặt phèn ca hơi nè tam đan thằng nó vì mình là tập hợp đẹp na tổng kết cho nhà miền nội dân miền buôn nâng ấy việc chống cháy được ban sầm lại rồi mình trồng ngồi trong xu ấy hết ấy ban trong phút pi ao dương đi dây pi cổ đầy lấy sau play nó xa tiếp lục này tránh lấy ụt ho nghe rồi mê đến cổ đầy đi hoành cổ đầy phải dương nơi cho nó nhẹ play để dương thua đồng ná từ căn cổ đầy nghe vậy mà lấy phật phải chẳng ủ thói này chơi lấy đào chẳng được tự đại dương miền cổ đây rồi mình những đấng khơi là tự đào cổ đá cái nơi nè chẳng được tự đại dương cũng nói cổ đá những đấng thay dương từ này là đại dương đai nè cứ màu lần này tại bây giờ ở miền cổ đai thế dương chạy thật đá khơi khơi đi xã chạy đa mani úp khơi như này miền xuân cầm xa nó trôi lên thân trên cái này từ nào tới đây khơi ca ô tiên khơi mực hệ hai cha tới đón đi đón đấy mình play bạn đừng lấy luôn anh lấy cho nó na đi cho lắng chặt bạn play đọc cho nào play một page cho nào số tha chỉ bật muối này miền đọc cho nam mạng đỏ ủ thọ thái dương là lấy dụ page cho nam thái dương viêm ạch nó đâm rồi chẳng hạt ấy bán ở dương riêng pi cổ đời làm bấy ấy có mọi dương hạt tê cho môi nâng lấy đào này dương ạch con này cái mọi hạt tê là nâng mình luôn mình ép cho viên cổ đáy cái đào tròn cho nó đỏ mình đã tiếp một bên play phong đào khóc play phong sẽ lục phong ấy phong tròn từ đầu cổ đáy khơi cổ này nó chặt bạn chẳng bằng cái ở dương riêng pi chỉ vết cục chrome về lý hay miền plan miền cổ đáy luôn này miền cổ đáy hơi mình trầm tại miền đi tôi được xây phanh cao cho bác lo phanh cao hết ăn vót tớp một đo như vậy nè bây giờ con được kết vô nơi là này nơi đường lạnh tại ập đo này đi thì rồi chẳng chỉ vết tôi tầm miền cổ đáy giờ mình ai ọt cổ đáy của anh thì ọt cổ đáy ọt đằng thạc luôn anh tôi thử ấy ọt đằng thạc luôn anh trong bàn ấy chẳng ọt đằng thạc tới thử ấy chỉ vật tan tàu đang cọt trái nơi nào chẳng hai bạn kia riêng cái ở dương xoay cho cái luôn ai thấy ở miền cổ đài luôn này cho bạn lo hai đấy tôi chỉ vật nên nè lấy
វាមិនអាចធ្វើនេះបន្តិចធ្វើនោះបន្តិចហើយលទ្ធផលចុងក្រោយអត់មានបានអីទាំងអស់អញ្ចឹងបាននៅពេលដែលយើងរៀនចប់ទី12នៅចូលថ្នាក់មហាវិទ្យាល័យសាកលវិទ្យាល័យក៏ឲ្យយើងរើសជំនាញហ្នឹងរើសបានតែ1មុខទៀតដោយសារអញ្ចឹងមនុស្សម្នាក់មិនអាចចេះ100មុខអីហើយក៏មិនអាចធ្វើរឿង100យ៉ាងក្នុងពេលតែមួយបានទេអញ្ចឹងបានគេឲ្យរើសតែមួយទេព្រោះថាធ្វើគ្រូបង្រៀនអីគេខ្មែរគណិតជីវៈផែនដីបានតែ1មុខទេឯកទេសគេមិនឲ្យយើងចាប់ពី3មុខក្នុងពេលតែមួយហេតុអីដោយសារមនុស្សមិនមែនកុំព្យូទ័រទេត្រូវតែមានជំនាញអីមួយដែលច្បាស់លាស់ត្រូវតែហ៊ានសម្រេចចិត្តហ្នឹងហើយដែលចង់ឲ្យយើងយល់អំពីគោលដៅហើយនៅមេរៀនបន្តទៀតនឹងលម្អិតអំពីសកម្មភាពបន្តទៀតអញ្ចឹងក្នុងមេរៀនហ្នឹងគឺបញ្យល់ប៉ុណ្្នឹងសិនហើយទៅវិញគិតពិចារណាខ្លួនឯងទៅយើងគិតមិនមែនគាត់ថារៀនចប់ថ្ងៃនេះស្អែកឡើងភ្លេចបាត់អានឹងស្មើនឹងយើងអត់មានឆន្ទៈនៅក្នុងការចូលរួមគិតពិចារណាអំពីផ្លូវជីវិតរបស់យើងអញ្ចឹងមានតែប៉ុណ្្នឹងឯងអានឹងស្អែកនឹងបន្តចំណុចថ្មីមួយទៀត